vậy là chân xịt áo vậy là chân slide yang macam này đấy thế mà không có hàng dụ cho chân thay nam tăng cam bờ làm vậy ផ្ទះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងបានរងការខូចខាតយ៉ាងដំណំដោយសារក្របផ្លោងរបស់យោធាថៃបាញ់ទម្លាក់ផ្ទួនចូលទៅក្នុងភូមិសាស្ត្រភូមិពោជ្រៃឃុំស្រីមានជ័យស្រុកសំពើលូនខេត្តបាត់ដំបងក្របផ្លោងទាំងនោះបានទម្លុះដំបូលផ្ទះជញ្ជាំងផ្ទះនិងធ្នឹមសសរផ្ទះរបស់ប្រជាពលរដ្ឋឲ្យធ្លាក់ដល់ដីជញ្ជាំងសាលារៀនថ្នាក់មត្តេយ្យដែលធ្លាប់បង្រៀនកុមារតូចៗនោះត្រូវបានធ្លុះធ្លាយដោយសារឥទ្ធិពលនៃកម្លាំងអំបែងគ្រាប់សន្ធឹកក្របផ្លោងហោះគ្មានគោលដៅទាំងនេះបានអង្រួនដំបូលផ្ទះនិងសសរផ្ទះប្រជាពលរដ្ឋឲ្យញាប់ញ័រតាមសម្លេងគ្រាប់ផ្ទុះប្រៀបដូចជាមនុស្សរងាញ័រញាក់នៅពេលត្រូវទឹកភ្លៀងជាច្រើនម៉ោងផ្ទះបាត់ម្ចាស់ជាច្រើនខ្នងកំពុងឈរស្ដាប់ស្នូរក្របផ្លោងទាំងភិតភ័យក្របផ្លោងពោពេញដោយកំហឹងនេះហាក់គ្មានត្រាប្រណីឡើយដល់ពលរដ្ឋស្លូតត្រង់អំឡុងពេលនៃសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃខ្ញុំនិងក្រុមការងារសារព័ត៌មាន Digital ថ្មីដែលទទួលភារកិច្ចប្រចាំការនៅភូមិសាស្ត្រខេត្តបាត់ដំបងបានធ្វើដំណើរចេញពីភូមិមួយទៅភូមិមួយទៀតដើម្បីចុះផ្ដិតយករូបភាពនិងប្រមូលព័ត៌មានពួកយើងក៏បានប្រថុយចូលទៅកាន់ស្រុកសំពើលូនខេត្តបាត់ដំបងដែលជាភូមិសាស្ត្រសមរភូមិក្តៅពេលទៅដល់ភូមិពោជ្រៃឃុំស្រីមានជ័យស្រុកសំពើលូនពួកយើងបានឃើញបុរសម្នាក់ស្លៀកខោជើងវែងពណ៌ខ្មៅនិងអាវពណ៌ក្រហមដែលកំពុងដើរមើលផ្ទះប្រក់ប្រូស៊ីម៉ង់មានទំហំប្រមាណ7 គុណនឹង 8 ម៉ែត្រដែលរងការខូចខាតទាំងស្រុងដោយសារក្របផ្លោងរបស់យោធាថៃនៅពេលជជែកគ្នានោះទើបខ្ញុំដឹងថាលោកកឹមចនគឺជាម្ចាស់ផ្ទះមួយក្នុងនេះលោកចនមិនបានចាក់ចេញទៅណាឆ្ងាយពីផ្ទះនោះទេខណៈប្រពន្ធនិងកូនរបស់លោកត្រូវបានជម្លៀសទៅកាន់ផ្ទះបងប្អូននៅឯខេត្តតាកែវខ្ញុំក៏បានសាកសួរលោកចនពីដំណើរដើមទងនៃការខូចខាតផ្ទះនេះទើបខ្ញុំបានដឹងថាផ្ទះរបស់លោកចនត្រូវបានក្របផ្លោងរបស់យោធាថៃហោះមកបុកទម្លុះជញ្ជាំងនិងដំបូលផ្ទះយ៉ាងពេញទំហឹងនាវេលាម៉ោង 4:30 នាទីរសៀលថ្ងៃទី24ធ្នូវាជាគ្រោះផងនិងជាសំណាងផងសំណាងត្រង់ថាលោកចនមិនគ្រោះថ្នាក់ដល់ជីវិតជាធម្មតាលោកចនតែងតែចូលមកសម្រាកក្រោមផ្ទះនៅពេលថ្ងៃតែគ្រានោះលោកក៏សម្រេចចិត្តធ្វើដំណើរចេញពីផ្ទះហើយតម្រង់ទៅវាលស្រែចេញផុតពីផ្ទះបន្តិចស្រាប់តែក្របហោះមកទម្លុះផ្ទះរបស់លោកតែម្ដងញ័រជង្គង់ផងនិងក្តុកក្តួលផងបរិសុទ្ធវ័យជាង50ឆ្នាំរូបនេះបានត្រឹមតែឈរសម្លឹងពីចម្ងាយមើលផ្ទះរបស់ខ្លួនដែលកំពុងរងការបំផ្លិចបំផ្លាញប៉ុណ្ណោះខ្ញុំចេញពីផ្ទះទៅ4នាទីទោះតាមក្រោយ4នាទីទេបាទដល់4នាទីចេញផុតបាត់អីហើយជាអត់ដល់100ម៉ែត្រអត់ដល់100ម៉ែត្រទេហើយលឺម្ដងលឺបាទងាកមើលក្រោយឆេះផ្ទះហ្នឹងតែឆេះទៅផាំងហ្មងងាកមកឃើញហើយស្គលហើយម្លងពេល100ម៉ែត្រដោយគាត់ឲ្យលើសូប៊ឹងហ្នឹងអារម្មណ៍ពូយ៉ាងម៉េចដែរងាកមកក្រោយស្លុតអស់ស្លុតយ៉ាងម៉េចហើយទឹកថៃហ្មងហើយណាឆេះណាបើឆេះតិចនឹងសល់តែវាសំណាងតែថាតិចខ្ទីអញ្ចឹងណាបើឆេះអស់មានសល់ស្អីមិនសល់ហើយមានត្រឡប់ថាមកមើលផ្ទះត្រឡប់ទៅនៅចូលក្នុងសង្សេសិនដល់ឆ្ងាត់ប្រហែលជាយើងថាឆ្ងាត់ប្រហែលជា20នាទីបាទខ្ញុំចេញមកមើលបាទចេញមើលឃើញផ្ទះអញ្ចឹងដែលនិយាយកើតលោកចនមិនអាចលាក់រឿងហេតុទាំងនេះបានឡើយលោកក៏បានទូរស័ព្ទទៅប្រាប់ប្រពន្ធនិងកូនរបស់លោកពីសោកនាដកម្មមួយនេះគ្រួសារលោកចនដែលទទួលបានដំណឹងនេះហើយយំសោកបោកខ្លួនគ្រប់គ្នាអ្នកណាមិនយំបើផ្ទះជាទីស្រឡាញ់ផ្ទ
ទះជាជំរកដ៏សែនកក់ក្ដៅផ្ទះកើតចេញពីកម្លាំងញើសឈាមរងការបំភ្លេចបំផ្លាញបែបនេះសូម្បីតែលោកចនដែលកំពុងតែសន្ទនាជាមួយនឹងខ្ញុំនោះក៏មិនអាចទប់ទឹកភ្នែកជាប់ដែរបរិសុទ្ធរូបនេះយំដោយសារស្ដាយផ្ទះផងនិងឈឺចាប់ផង នេះឡើងចឹងតិចអស់នេះអីចឹង ស្ដាយយ៉ាងម៉េចហ្នឹង ដែរគឺមិនសង្ខំក៏ថាយូរចូលចិត្ត20ឆ្នាំកម្ម7កម្ម8 កម្ម7កម្ម8កសាង បាទ ចំណាយយើឈាមយ៉ាងម៉េចគូទៀត ធ្វើឈាមនឹងរកស៊ីហ្នឹងធ្វើការធ្វើអីមួយម៉ានទិញបានធ្វើបានប៉ុណ្ណឹងឥឡូវតិចទីអត់ធ្វើចការធ្វើអីហ្នឹងយើងធ្វើចការយើងតែធ្វើស្មៅពុតមកគេហ្នឹងបានលុយទិញទិញកសាងទិញជួយធ្វើបានប៉ុណ្ណឹងហើយ ធ្វើម្ដងតិចម្ដងតិច បាទដងតិចបានប៉ុណ្ណឹងឥឡូវវាផ្លោមខ្ទេចអស់ហើយផ្ទះរបស់លោកចនពិតជាខូចខាតខ្លាំងណាស់ដោយជញ្ជាំងផ្ទះប្រក់ប្រូស៊ីម៉ង់ធ្លុះធ្លាយនិងបែកបាក់ធ្លាក់ចុះគ្មានសល់ចំណែកធ្នឹមសសរផ្ទះវិញហើបចេញពីគ្នាដោយសារឥទ្ធិពលកម្លាំងគ្រាប់សូម្បីតែខ្ញុំឈរជជែកជាមួយលោកចននៅលើផ្ទះនេះផ្ទាល់ក៏ហាក់មានអារម្មណ៍ថាផ្ទះញ័ររង្គើនឹងចង់រលំបាក់ចុះក្រោមម្ដងដែរផ្ទះដែលកើតចេញពីកម្លាំងញើសឈាមរបស់លោកចនជាង20ឆ្នាំមកនេះប្រែក្លាយជាគំនរឈើបែកបាក់ត្រឹមមួយពព្រិចភ្នែកក្រោមភ្លើងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃត្រឹមរយៈពេល20ថ្ងៃពេលនេះលោកចនគិតអ្វីមិនចេញឡើយគឺចេញតែទឹកភ្នែកប៉ុណ្ណោះ រីកំសត់ដោយសារហ្នឹងចាស់ហ្នឹងបានឈើ3 4 10សន្លឹង20សន្លឹកគេជូនខ្ញុំទៅចឹងណាព្រោះតែយើងបានគ្រប់ចំនួននេះឲ្យជាងមកធ្វើអីជើជួជាងធ្វើជួជាងធ្វើកាលហ្នឹងអស់តា3លានជាងស្មើនឹង3កន្លងឲ្យច្រើនហ្នឹងវាមកមាននេះទេតែហ្នឹងឲ្យលុយវាថ្លៃហើយទៅជាធ្វើកំសត់រស់នៅចាស់ហ្នឹងកំសត់និយាយបង្កើតគឺថាទ្រព្យសម្បត្តិយើងពីតាំងពីយើងនៅក្មេងអាយុ20ជាងណា27 28 30ក៏ធ្វើ ឥឡូវយើង5ជាងនេះហើយគឺជាសោតនកម្មនៃសង្គ្រាមមិនបានផ្ដល់ផលប្រយោជន៍អ្វីនោះទេសង្គ្រាមផ្ដល់តែភាពឈឺចាប់ផ្ដល់តែភាពទុក្ខសោកទៅដល់ប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះពលរដ្ឋស្លូតត្រង់មិនត្រូវការសង្គ្រាមនោះឡើយពលរដ្ឋស្លូតត្រង់ត្រូវការតែការរស់នៅប្រកបដោយសុខដុមរមនាសេរីភាពសន្តិភាពនិងពោរពេញទៅដោយសេចក្តីថ្លៃថ្នូរ មិនចង់បានសង្គ្រាមទេអត់ចង់បានទេព្រោះពេលសង្គ្រាមវាអត់ដែលចំណេញមានហន់ហោចទាំងសងខាងនឹងរងទុកប្រជាជនឃើញប្រត់គល់ប្រត់ចោលតាណាតណៃអស់ ការឈ្លានពានលើកទី2របស់យោធាថៃចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ធ្នូឆ្នាំ2025នេះបានបណ្ដាឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជិត60ម៉ឺននាក់រងផលប៉ះពាល់ដល់ជីវភាពនិងការរស់នៅក្នុងនោះស្ត្រីជាង31ម៉ឺននាក់និងកុមារជាង18ម៉ឺននាក់ត្រូវរត់ភៀសខ្លួនចេញពីផ្ទះសម្បែងទៅរស់នៅតាមជំរំភៀសសឹកដើម្បីរក្សាសុវត្ថិភាព ខ្ញុំសូមជម្រាបជូនលោកអ្នកនាងថារដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃបានសម្រេចបាននៅបទច្បាប់មួយកាលពីថ្ងៃទី27ធ្នូបទច្បាប់នេះបានចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ធ្នូរដ្ឋាភិបាលកម្ពុជាកងទ័ពកម្ពុជាប្រជាជនកម្ពុជាកំពុងតែយកចិត្តទុកដាក់អនុវត្តនៅកិច្ចព្រមព្រៀងបទច្បាប់នេះដើម្បីរក្សាសន្តិភាពសុខដុមរមនាដល់ប្រជាពលរដ្ឋទាំងសងខាង